នៅរុស្ស៊ីថ្ងៃច័ន្ទទី9មិនិនាលោកដូណាល់ត្រាំបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី10នៃសង្គ្រាមដោយលោកដូណាល់ត្រាំបានប្រកាសថាសង្គ្រាមនៅអ៊ីរ៉ង់បានឈានដល់ដំណាក់កាលចុងក្រោយហើយនឹងត្រូវចប់ក្នុងពេលឆាប់ៗនេះលោកដូណាល់ត្រាំបានអះអាងទៀតថាកងទ័ពអាមេរិកនិងអ៊ីស្រាអែលកំពុងតែឈានទៅយកជោគជ័យទាំងស្រុងបានហើយតែដោយមិនបញ្ជាក់ថាជោគជ័យទាំងស្រុងនេះវាមានលក្ខខណ្ឌបែបណានោះទេគូក៏សម្គាល់ថាដូចសពមួយដងលោកដូណាល់ត្រាំនិយាយម្ដងអញ្ចេះម្ដងអញ្ចោះតាមតែចិត្តនឹកឃើញដោយមិនផ្អែកលើមូលដ្ឋាននៃការពិតជាក់ស្ដែងកាលពីប្រហែលថ្ងៃមុនលោកដូណាល់ត្រាំបានអះអាងថាសង្គ្រាមនៅអ៊ីរ៉ង់អាចនឹងមានរយៈពេល5ទៅ6សប្តាហ៍តែពេលនេះបានតែ10ថ្ងៃក៏ថាជិតចប់ហើយរហូតមកទល់ពេលនេះគ្មាននរណាដឹងឡើយថាអ្វីទៅជាកម្មវត្ថុពិតប្រាកដរបស់លោកដូណាល់ត្រាំនៅពីក្រោយការបញ្ឆេះសង្គ្រាមនៅអ៊ីរ៉ង់ម្ដងនិយាយថាចង់ផ្ដួលរំលំរបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ដឹកនាំដោយពួកមូឡាម្ដងថាចង់ចរចាជាមួយរបបនេះដើម្បីរុះរើចោលទាំងស្រុងនៅកម្មវិធីនុយក្លេអ៊ែរតើសម្ដីចុងក្រោយរបស់លោកដូណាល់ត្រាំនេះកំពុងតែបញ្ជាក់ថាលោកដូណាល់ត្រាំចង់ដកដៃពីសង្គ្រាមនេះឲ្យបានឆាប់ឬព្រោះថាសង្គ្រាមនេះកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅដើមបូព៌ានិងបានធ្វើឲ្យរំជួយទីផ្សារប្រេងពិភពលោកយ៉ាងណាមិញគ្រាន់តែលោកដូណាល់ត្រាំបានប្រកាសថាសង្គ្រាមជិតចប់តម្លៃប្រេងឆៅបានធ្លាក់ចុះមួយរំពេចដល់ទៅ 10% មកនៅត្រឹមតែជាង$90ក្នុងមួយធុងបារីលឆ្លើយតបទៅនឹងសន្និសីទកាសែតរបស់លោកដូណាល់ត្រាំលោកអាបាសរ៉ាឃីរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងតាមទូរទស្សន៍ PBS ថាសម្រាប់ពេលនេះអ៊ីរ៉ង់គ្មានចិត្តទៅចរចាជាមួយអាមេរិកទេព្រោះថាលើកមុនចរចាគ្នាបានដល់ទៅ3ដំណាក់កាលតែអាមេរិកបែរជាកំទេចចោលលទ្ធផលហើយបាញ់ផ្លោងគ្រាប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់តែទៅនឹងការបញ្ចប់សង្គ្រាមឆាប់ៗវិញអ្នកនាំពាក្យម្នាក់របស់អ៊ីរ៉ង់បានត្រគោះសម្ដីទៅកាន់លោកដូណាល់ត្រាំថាគឺកងទ័ពបដិវត្តអ៊ីរ៉ង់ដែលជាអ្នកសម្រេចថាសង្គ្រាមនេះចប់នៅពេលណាអ្នកនាំពាក្យដដែលនេះអះអាងថាអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យប្រេងឆៅសូម្បីតែមួយដំណក់អាចត្រូវបានដឹកចេញតាមច្រកសមុទ្រអ៊ឺម៉ូសប្រសិនបើអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារមកលើអ៊ីរ៉ង់នៅលើបណ្ដាញសង្គម Truth Social លោកដូណាល់ត្រាំបានបង្ហោះសារគំរាមទៅកាន់អ៊ីរ៉ង់វិញថាបើអ៊ីរ៉ង់នៅតែខ្លាំងហ៊ានបិទគប់ចរាចរណ៍ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រអ៊ឺម៉ូសនោះអាមេរិកនឹងវាយអ៊ីរ៉ង់លើសនេះ20ដងលោកដូណាល់ត្រាំបានសង្កត់ធ្ងន់ថាអាមេរិកនឹងកំទេចអ៊ីរ៉ង់មិនឲ្យប្រទេសជាតិអ៊ីរ៉ង់អាចងើបរួចឡើងវិញហើយសេចក្តីស្លាប់និងភ្លើងមហន្តរាយនឹងឆាបឆេះពេញអ៊ីរ៉ង់គូក៏សម្គាល់ថាសម្ដីគំរាមខ្លាំងយកតែឈ្នះចិត្តរបស់លោកដូណាល់ត្រាំនេះហាក់មានន័យថាលោកដូណាល់ត្រាំមិនខ្វល់ពីអាយុជីវិតក៏ដូចជាសិទ្ធិសេរីភាពរបស់ប្រជាជនអ៊ីរ៉ង់ឡើយតំណាងអង្គទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានអះអាងថាសង្គ្រាម10ថ្ងៃមកនេះបានផ្តាច់ជីវិតប្រជាជនស៊ីវិលអ៊ីរ៉ង់ចំនួន1332នាក់និងរបួសច្រើនពាន់នាក់ទៀតតែទោះជាយ៉ាងនេះក្តីពិភពលោកនៅចាំបានយ៉ាងច្បាស់ថារបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ក៏បានសម្លាប់ប្រជាជនខ្លួនឯងច្រើនម៉ឺននាក់ដែរកាលពីខែមករា